នៅក្នុងវីដេអូខាងក្រោមនេះយើងបង្ហាញពីភាពខ្លាំងទាំង24ភាពខ្លាំងទាំងនេះត្រូវបានចែកចេញជា6ផ្នែកប្រាជ្ញានិងចំណេះដឹងភាពក្លាហានមនុស្សធម៌ការសម្របសម្រួលភាពលើសពីបទពិសោធន៍ឬការយល់ដឹងរបស់មនុស្សការបែងចែកនេះគឺផ្អែកលើវិមាត្រនៃសុខុមាលភាពផ្លូវចិត្តដោយយោងទៅតាមគំរូរបស់ Reif 1995ផ្នែកទី1ប្រាជ្ញានិងចំណេះដឹងរួមមានភាពខ្លាំងនៃការចង់ដឹងនិងការចាប់អារម្មណ៍ការចង់រៀនការបើកចំហចំពោះបទពិសោធន៍និងការអត់ធ្មត់ទស្សនវិស័យហើយចុងក្រោយគឺការច្នៃប្រឌិតភាពដើមនិងភាពប៉ិនប្រសប់ផ្នែកទី2ភាពក្លាហាននាំមកនូវភាពខ្លាំងសំខាន់ដូចជាភាពក្លាហានភាពស្មោះត្រង់ភាពត្រឹមត្រូវការតស៊ូនិងភាពរីករាយផ្នែកក្រុមមនុស្សធម៌រួមគ្នាភាពស្និទ្ធស្នាលទៅវិញទៅមកសេចក្តីមេត្តាសប្បុរសនិងធម្មជាតិក៏ដូចជាភាពវៃឆ្លាតក្នុងសង្គមនិងផ្លូវចិត្តយុត្តិធម៌កំណត់ចំណុចខ្លាំងដូចខាងក្រោមភាពជាពលរដ្ឋភាពស្មោះត្រង់និងការងារជាក្រុមយុត្តិធម៌សមធម៌ឬសមភាពនិងគំនិតទូចផ្ដើមនៅក្នុងផ្នែកនៃការសម្របសម្រួលយើងមានចំណុចខ្លាំងដូចខាងក្រោមការអភ័យទោសនិងការអាណិតអាសូរភាពថ្លៃថ្នូរនិងសុភាពរាបសារការពិចារណានិងការប្រុងប្រយ័ត្នការគ្រប់គ្រងខ្លួនឯងនិងការត្រួតពិនិត្យខ្លួនឯងហើយផ្នែកចុងក្រោយភាពលើសពីបទពិសោធន៍ឬការយល់ដឹងរបស់មនុស្សរួមមានការគោរពការដឹងគុណក្តីសង្ឃឹមព្រលឹងវិញ្ញាណនិងការលេងសើចភាពខ្លាំងនេះមួយមានសារៈសំខាន់សម្រាប់ទិដ្ឋភាពផ្សេងនៅក្នុងជីវិតរបស់យើងមានភាពខុសប្លែកគ្នាជាច្រើនរវាងមនុស្សថាតើចំណុចខ្លាំងមួយណាសំខាន់ជាងគេទាំងអស់ហ្នឹងគឺអាស្រ័យលើចំណាប់អារម្មណ៍និងគោលដៅរបស់យើងនៅក្នុងការសិក្សាមួយដែលធ្វើឡើងដោយ Seligman និង Peterson ក្នុងឆ្នាំ2004ដែលមានអ្នកចូលរួមជាង4,000 នាក់ចំណុចខ្លាំងទាំង5ក្នុងចំណោម24នេះត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមូលដ្ឋានទៅនឹងការពេញចិត្តក្នុងជីវិតភាពខ្លាំងទាំងនោះគឺការដឹងគុណសុទិដ្ឋនិយមភាពរីករាយការចង់ដឹងនិងសមត្ថភាពក្នុងការស្រឡាញ់និងទទួលបានសេចក្តីស្រឡាញ់ពីអ្នកដទៃ